នៅក្នុងសម័យសង្គ្រាមលើកលោកទី2កងទ័ពជប៉ុនបានលួចបង្កើតគម្រោងពិសោធន៍អាវុធគីមីនិងវិទ្យាសាស្ត្រដ៏សាហាវឃោរឃៅបំផុតមួយទៅលើឆ្លើយសឹកពួកគេបានប្រើប្រាស់រាងកាយមនុស្សពិតៗមកធ្វើការពិសោធន៍ដ៏ចម្លែកនិងព្រៃផ្សៃបំផុតដែលមនុស្សធម្មតានឹងមិនដល់Unit 731ត្រូវបានបង្កើតឡើងនៅតំបន់ហាប៊ីនភាគខាងជើងនៃប្រទេសចិននៅក្នុងឆ្នាំ1932ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី Shiro Ishii ទីតាំងនេះត្រូវបានលាក់បាំងយ៉ាងជិតឈឹងដោយខាងក្រៅធ្វើជារោងចក្រចម្រោះទឹកស្អាតប៉ុន្តែការពិតនៅខាងក្នុងវាគឺជាកន្លែងសម្រាប់មនុស្សទាំងរស់តាមរយៈវិធីសាស្ត្រពិសោធន៍ដែលមនុស្សធម្មតានឹងមិនដល់ការពិសោធន៍ដ៏រន្ធត់បំផុតនៅទីនោះមានដូចជាការវះកាត់មនុស្សទាំងរស់ដោយមិនប្រើថ្នាំស្ពឹកគ្រូពេទ្យជប៉ុនបានវះកាត់យកសរីរាង្គខាងក្នុងរបស់ឆ្លើយសឹកទាំងដែលពួកគេនៅដកដង្ហើមព្រោះពួកគេជឿថាថ្នាំស្ពឹកធ្វើឲ្យសរីរាង្គមនុស្សប្រែប្រួលនិងខូចទិន្នន័យពិសោធន៍ប៉ុន្តែប៉ុណ្ណោះពួកគេបានចាប់បញ្ចូលមេរោគដ៏សាហាវដូចជាមេរោគអាសន្នរោគនិងមេរោគពេស្តទៅក្នុងខ្លួនជនរងគ្រោះទាំងនោះដើម្បីតាមដានមើលការរលួយសាច់ឈាមពីមួយថ្ងៃទៅមួយថ្ងៃរត់តែសាហាវជាងនេះទៅទៀតជនរងគ្រោះខ្លះត្រូវបានគេយកទៅចងភ្ជាប់នឹងបង្គោលកណ្ដាលវារួចទម្លាក់គ្រាប់បែកគីមីពីលើដើម្បីសាក់លបងកម្រិតបំផ្លាញទៅលើស្បែកមនុស្សក៏ទៅមានមនុស្សមិនក្រោម300,000នាក់ទេដែលបានបាត់បង់ជីវិតនៅក្នុងមន្ទីរពិសោធន៍នោះអ្វីដែលគួរឲ្យឈឺចាប់គឺគ្មានជនរងគ្រោះណាម្នាក់អាចរស់រានមានជីវិតចេញពីបន្ទប់ពិសោធន៍មួយនេះទេបន្ទាប់ពីជប៉ុនបានចាញ់សង្គ្រាមលើលោកទី2កងទ័ពជប៉ុនបានបំផ្លាញមន្ទីរពិសោធន៍នេះចោលដើម្បីបំបត្តិផោះតាងប៉ុន្តែរឿងរ៉ាវដ៏ឃោរឃៅនេះគឺនៅតែត្រូវបានលាតត្រដាងនិងខ្លះជាស្នាដៃរបួសដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រចុះបងប្អូនទាំងអស់គ្នាវិញយល់យ៉ាងណាដែរចំពោះទង្វើដ៏ប្រេះផ្សៃមួយនេះចាំជួយខមមិនប្រាប់ខ្ញុំផងសូមអរគុណ